ម៉ាក់នេះជាផ្ទះថ្មីពួកយើងមែនទេកូនចូលចិត្តណាស់សៀវលីងមួយជីវិតនេះអ្នកដែលម៉ាក់សុំទោសជាងគេគឺកូននឹងហើយថ្ងៃក្រោយម៉ាក់នឹងសងជំងឺចិត្តកូនម្ដងបន្តិចណាល្អទេម៉ាក់កុំចោលកូនទៀតណាម៉ាក់សន្យាតោះពាក់កូនដៃគឺកែវយិតមើលផ្កាយតើម៉ាក់យប់នេះយើងមើលផ្កាយទាំងអស់គ្នាល្អទេល្អតើចាំម៉ាក់នាំកូនឡើងភ្នំពួកយើងទៅមើលផ្កាយធ្លាក់ម៉ាក់កូនល្អមែនទែនហ្មងនេះជាលិខិតឆ្លងដែនពន្លឺព្រះអាទិត្យរបស់យើងតោះម៉ាក់កុំដកកូនចូលគេងម៉ាក់តើពេលណាទើបម៉ាក់រៀបការជាមួយពូម៉េងក្មេងតូចកុំចេះដឹងរឿងមនុស្សចាស់កូនអត់មានចេះដឹងទេពូម៉េងល្អដាក់ម៉ាក់ជាងប៉ារាប់រយដងឯណោះគាត់ថែមទាំងរងរបួសដោយសារតែការពារកូនទៀតសៀវលីងរឿងរៀបការជារឿងមនុស្សចាស់ចាំពូម៉េងកូនឯងជាសិនចាំគិតទៀតឈួយឡានខ្ញុំបានណាត់ជួបសម្រាប់ចុះសម្បត្តិលែងលះរួចហើយថ្ងៃស្អែកម៉ោង 10 ព្រឹកនៅការិយាល័យអត្រានុកូលដ្ឋានម៉ាក់ពិបាកចិត្តអត់ទេម៉ាក់ទន្ទឹងរង់ចាំថ្ងៃនេះយូរណាស់មកហើយលោកជាងម៉ូឈីងស្ម័គ្រចិត្តបោះបង់ទ្រព្យសម្បត្តិ90របស់គាត់ដោយប្រគល់ជូនលោកស្រីឈួយឡានទាំងអស់សិទ្ធិចិញ្ចឹមកូនក៏បានទៅលើលោកស្រីឈួយឡានដែរលោកជាងម៉ូឈីងត្រូវបង់ប្រាក់អាហារូបត្ថម្ភជារៀងរាល់ខែនិងអាចមកលេងកូនមួយសប្តាហ៍ម្ដងលោកជាងយល់ព្រមដែរទេយល់ព្រមនេះជាអ្វីដែលខ្ញុំជំពាក់នាងចុះលោកស្រីឈួយមានមតិជំទាស់ទេអត់ទេខ្ញុំយល់ព្រមប៉ាកុំផឹកស្រាច្រើនពេកណាបើនឹកកូនខលមកកូនមកលោកស្រីឈួយទ្រព្យសម្បត្តិដែលលោកជាងផ្ទេរមកគឺបានចូលកន្នីអស់ហើយតើអ្នកស្រីចាប់អារម្មណ៍ទិញមូលនិធិរបស់ធនាគារទេមិនបាច់ទេជួយដក2/3នៃប្រាក់នោះបរិច្ចាគទៅមូលនិធិស្រាវជ្រាវជំងឺបេះដូងទៅហើយប្រាក់ដែលនៅសល់ទុកជាមូលនិធិអប់រំសម្រាប់កូនប្រុសខ្ញុំពេលគេធំឡើងគេអាចចាត់ចែងដោយខ្លួនឯងបានលោកស្រីឈួយលោកស្រីប្រកាសហើយមែនទេនេះមិនមែនជាលុយតិចតួចទេខ្ញុំខ្ពើមលុយអស់នេះណាស់សុកចិត្តយកទៅជួយអ្នកជំងឺបេះដូងជាច្រើនទៀតទៅល្អជាងចាខ្ញុំនឹងចាត់ការជូនឥឡូវនេះឡានសៀវលីងប្រាប់ថាអូនទៅលេងលះហើយថែមទាំងយកលុយរបស់ជាងម៉ូឈីងទៅបរិច្ចាគអស់ទៀតស័ក្តិសមជាអូនមែនមេជួយពិតជាចិត្តទូលាយហ្មងកុំមកបញ្ចោពេកចុះរបួសបងយ៉ាងម៉េចហើយអត់អីទេថាសម្រាប់មួយអាទិត្យទៀតអាចចេញពីពេទ្យបានហើយឡានចាំអូនរវល់ចប់បងមានរឿងចង់និយាយជាមួយរឿងអីទៅបងនិយាយតាមទូរស័ព្ទអត់កើតទេបងចង់និយាយផ្ទាល់ជាមួយអូនរងចាំបងណាលោកពូម៉េងហេតុអីបានម៉ាក់ដុតខកឲ្យចោលអញ្ចឹងម៉ាក់ក្មួយកំពុងនិយាយលាអាទិត្យការគាត់ហើយអាវមួយនេះខ្ញុំពាក់ញឹកញាប់ជាងគេហ្មងវាជួយបិទបាំងសាច់ក្បាលពោះបានល្អបំផុតហាសមួយនេះនៅជាមួយខ្ញុំ10ឆ្នាំហើយអរគុណណាដែលកន្លងមកនៅកំដរខ្ញុំតែឥឡូវខ្ញុំលែងត្រូវការពួកឯងទៀតហើយម៉ាក់ឥឡូវម៉ាក់ស្អាតជាងគេហ្មងឈៀវលេងចាប់ពីពេលនេះទៅម៉ាក់នឹងស្អាតរាល់ថ្ងៃអញ្ចឹងហើយណាលោកគ្រូពេទ្យមេងមិនបានភ្នែកក្រហមអញ្ចឹងមកពីអ្នកទស្សនាម្នាក់នេះងាយស្រក់ទឹកភ្នែកពេកតើអរគុណលោកណាស់ដែលជួយរៀបចំពិធីនេះឲ្យខ្ញុំមានអារម្មណ៍ថាមិនដែរឥឡូវហ្នឹងធូរស្រាលពេញក្នុងចិត្តថ្មងខ្ញុំពិតជាអាចរកឃើញខ្លួនឯងកាលពី10ឆ្នាំវិញមែនលោកកាន់អីហ្នឹងគឺមួយនេះនេះគឺកាលពី15ឆ្នាំមុននៅបន្ទប់ទុកសម្ភារៈមុខបងមានមុតរបួសគឺអូនអ្នកឲ្យមកបងលោកទុកវាដល់ទៅ15ឆ្នាំ
បងចូលរៀនមហាវិទ្យាល័យយកជំនាញចិត្តសាស្ត្រព្រោះចង់ដឹងខ្លាំងណាស់ហេតុអីបានជាមានមនុស្សចូលចិត្តធ្វើបាបអ្នកដែលខ្សោយជាងខ្លួនហើយក៏មានអ្នកហ៊ានចេញមុខជួយមនុស្សប្លែកមុខដែរក្រោយមករៀនដល់បណ្ឌិតក៏បានចូលធ្វើការនៅ clinic ចិត្តសាស្ត្រដែលល្អបំផុតពេលសម្រេចចិត្តរឿងអស់នឹងក្នុងចិត្តបងគិតរហូតថាបើអូនដឹងថាបងខ្លាយជាមនុស្សបែបណាអូនប្រកាសជាគិតថាមិនខាត់បងទេដែលជួយបងកាលនោះត្រូវអត់បងស្ដាយក្រោយដែលរកអូនមិនឃើញឲ្យលឿនជាងនេះតែសំណាងដែរដែលចុងក្រោយអាចរកអូនឃើញលែនបងលែងឲ្យអូនរងទុកផ្លូវចិត្តទៀតហើយណាកុំតន់និយាយអីឲ្យអូនផ្អែកបន្តិចសិនមកលោកអគ្គនាយកជាងដៃគូសហការដែលសល់ប៉ុន្មានអ្នកនឹងទេមកសុំទម្លាក់តម្លៃទៀតហើយមួយទៀតខាងហេរ៉ាញ់វត្ថុប្រាប់ថាខែនឹងប្រហែលជាគ្មានលុយបើកប្រាក់ខែទេចុះអាលុយទូទាត់ចុងក្រោយកាលពីសប្តាហ៍មុននោះឯណាលុយនឹងខាងធនាគារកាត់យកបាត់ហើយគេថាក្រុមហ៊ុនជាងយើងឥឡូវប្រជុំហានិភ័យខ្ពស់ពេកត្រូវកាត់ទុកជាប្រាក់ធានាកម្ចីមានរឿងអីទៀតនិយាយមកឲ្យអស់ម៉េចលេនវ៉ានបានឆ្លើយនៅតុលាការថារឿងអាក្រក់ដែលនាងធ្វើកន្លងមកគឺលោកជាអ្នកបញ្ជាទាំងអស់ទោះគ្មានភស្តុតាងច្បាស់លាស់តែមានគេបង្ហោះរឿងនឹងពេញអ៊ីនធឺណិតឥឡូវក្នុងអនឡាញគេនាំគ្នាធ្វើភេកាក្រុមហ៊ុនជាងយើងទាំងអស់គ្នាហើយលេនវ៉ាននាងឯងធ្វើបាបអញដល់ខ្មងពេលនេះចប់សពគ្រប់ហើយលោកអគ្គនាយកខាងក្រៅសុទ្ធតែអ្នកកាសែតពេញនឹងលោកកុំតន់ចេញទៅអីលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅជាប់រវល់សូមហៅម្ដងទៀតនៅពេលក្រោយអតីតភរិយាលោកជាងគឺអ្នកនាងខយឡានបានបរិច្ចាគទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់និងបង្កើតមូលនិធិជួយសង្គ្រោះជំងឺបេះដូងពីអតីតកាលនាងធ្លាប់ជាយុវតីថត់ម្នាក់ឥឡូវប្រែក្លាយជាសហគ្រិនសិលជោគជ័យលទ្ធផលនៃការជ្រើសរើសសហគ្រិនវ័យក្មេងឆ្នាំប្រចាំឆ្នាំរបស់ទីក្រុងយើងត្រូវបានប្រកាសហើយអ្នកនាងខយឡានទទួលបានពានរង្វាន់ជាសហគ្រិនវ័យក្មេង